សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺក្រុមនាងខ្ញុំគឺបានមកប្រកួតប្រជែង STEM លើពាក្យថា STEM តែអ្នកទាំងអស់គ្នាដែលយល់ពីអត្ថន័យនៃពាក្យថា STEM ដែរទេ STEM គឺជាការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាហើយពាក្យ STEM STEM គឺបានមកពី S Science ឬក៏វិទ្យាសាស្ត្រ T Technology ឬក៏បច្ចេកវិទ្យា E Engineering ឬក៏វិស្វកម្មនិង E និង M Math ហើយពាក្យទាំង4នេះផ្សំចូលគ្នាទៅបង្កើតបានទៅពាក្យថា STEM ដូចនេះជាកិច្ចចាប់ផ្ដើមខ្ញុំសូមផ្ដល់នូវការគោរពយ៉ាងថ្លៃថ្លាទៅដល់គណៈធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សក៏ដូចជាសិស្សសានុសិស្សដែលមានវត្តមាននៅថ្ងៃនេះគឺពួកយើងគឺជាក្រុមទី1មកពីសាលារៀនសុវណ្ណភូមិមកពីថ្នាក់ទី8ខ2ដែលពួកយើងគឺបានយកនៅ project មួយមកបង្ហាញជូនអ្នកទាំងអស់គ្នាដែល project នេះគឺយើងអាចហៅថា Smart Robotic Trash Bin សម្រាប់ក្រុមពួកយើងគឺយើងបានហៅឈ្មោះវាថា HYDRA ឬក៏ពាក្យពេញវាហៅថា Hydrodynamic Review Dry and Wet Automation ហើយ robot នេះគឺវាមានសមត្ថភាពអាចបែងចែកសម្រាមខាងណាខាងស្គួតខាងណាខាងសើមហើយយើងក៏បានភ្ជាប់នៅជើងរបស់វាផងដែរដែលជើងរបស់វាគឺអាចបញ្ជាបានតាមទូរស័ព្ទឬក៏យើងអាចបញ្ជាតាម app dashboard ដែល app នេះគឺយើងអាចបង្ហាញឬក៏បញ្ជាវាតាមកង់របស់ធុងសម្រាមរបស់យើងតែធុងសម្រាមរបស់យើងគឺប្រើប្រាស់នៅថវិកាតិចតួចជាខ្លាំងគឺសឹងតែ 70% នៃឧបករណ៍មួយនោះគឺប្រើប្រាស់នៅសម្ភារៈ recycling ឬក៏សម្ភារៈដែលយើងប្រើប្រាស់ដូចជាឡាំងដុំថ្មឬក៏ក្រដាសពណ៌ផ្សេងៗហើយសម្រាប់សម្ភារៈដែលយើងប្រើប្រាស់ក្នុងការបង្កើតនៅ project មួយនេះគឺមានដូចជាខាងក្រោមនៃផ្នែកវាគឺយើងត្រូវការថ្ម motor កង់ motor driver ESP 32ហើយចំណែកធុងសម្រាមមួយនេះគឺផ្នែកខាងលើរបស់វាគឺយើងបានប្រើប្រាស់នៅ chip ដែលអាចចាប់សំណើមHC05 Uno motor ក៏ដូចជាខ្សែភ្ជាប់ដើម្បីឲ្យវាដំណើរការបានល្អតែឧបករណ៍មួយនេះដែរគឺវាមានសារៈសំខាន់ណាស់សម្រាប់បរិស្ថានរបស់យើងវាអាចជួយសម្រួលដល់ការចោលសម្រាមអាចធ្វើឲ្យបរិស្ថានយើងកាន់តែមានអនាម័យវាអាចងាយស្រួលព្រោះបើសិនជាយើងយកសម្រាមទៅកែច្នៃវានឹងងាយស្រួលព្រោះវាមានផ្នែកខាងណាខាងសើមខាងណាខាងស្ងួតដូចនេះខ្ញុំសូមផ្ដល់ឱកាសឲ្យមិត្តភក្តិខ្ញុំបន្តឧបករណ៍ទាំងនេះធ្វើការរួមគ្នាដើម្បីឲ្យធុងសម្រាមមានចលនានិងអាចបែងចែកសារ៉ាបានត្រឹមត្រូវក្នុងការអនុវត្តក្រុមរបស់យើងខ្ញុំក៏បានរចនានិងបញ្ចូលសមាសភាពអេឡិចត្រូនិកព្រមទាំងសរសេរបញ្ចូលកូដនិងដំឡើងកម្មវិធីដើម្បីឲ្យឧបករណ៍នេះកាន់តែមានដំណើរការបានល្អហើយក្រុមរបស់យើងខ្ញុំក៏បានធ្វើការតេស្តវាជាច្រើនលើកជាច្រើនសារផងដែរនៅក្នុងការបង្កើតក្រុមនេះឡើងក្រុមរបស់ខ្ញុំក៏បានជួបបញ្ហាខ្លះដូចជាការតបជាប់អគ្គិសនីត្រូវការប្រើប្រាស់ថាមពលច្រើនហើយជាពិសេសនោះគឺជាការបញ្ចូលកូដប៉ុន្តែបញ្ហាទាំងអស់នេះវាមិនជាបញ្ហាធំដុំរបស់ក្រុមរបស់ខ្ញុំនោះទេគឺខ្ញុំអាចធ្វើវាឡើងវិញនៅទៅតាមដំណាក់កាលរបស់វានីមួយៗទោះជាយ៉ាងណាធុងសារ៉ាមមួយនេះវាពិតជាមានអត្ថប្រយោជន៍ច្រើនជាងធុងសារ៉ាមធម្មតាដូចនេះបន្ទាប់ពីនេះគឺយើងនឹងធ្វើការបង្ហាញផ្ទាល់ថាតើឧបករណ៍មួយនេះគឺយើងត្រូវប្រើប្រាស់ដូចម្ដេចតើវាមានប្រសិទ្ធដូចម្ដេចដូចនេះខ្ញុំនឹងឲ្យមិត្តភក្តិរបស់ខ្ញុំម្នាក់នឹងឈរនៅគៀនម្ខាងនៃឆាកក៏ដូចជាមិត្តភក្តិម្នាក់ទៀតធ្វើការបញ្ជាហើយក៏ដូចជាម្នាក់ទៀតគឺនឹងធ្វើការរៀបរាប់ថាតើវាមានប្រសិទ្ធដូចម្ដេចដូចនេះខ្ញុំសូមពេលបន្តិចដូចនេះគឺដល់នឹងការបង្ហាញផ្ទាល់មើលនៅទៅថាថងសម្រាមកំពុងតែដើរទៅរកមនុស្សដើម្បីយកសម្រាមអូននៅពេលដែលគេនៅពេលដែលសម្រាប់ស្ងួតនៅពេលដែលមិត្តភក្តិខ្ញុំដាក់សម្រាមស្ងួតចូលទៅនោះ sensor បានចាប់បានថានោះគឺជាសម្រាមស្ងួតបន្តមកទៀតមិត្តភក្តិរបស់ខ្ញុំបានយកសម្រាមដែលមានសំណើមដាក់ចូលវានោះវាចាប់បានថាវាគឺជាសម្រាមសើមដែលផ្នែកទាំងពីរនេះគឺបានបែងចែកសម្រាមស្ងួតនិងសម្រាមសើមបែងចែកជាពីរដោយកណ្ដាប់មួយដែលខាំងចំណុចទាំងពីរគ្នាដែលយើង
control មួយនេះគឺយើងអាច control បានដល់ទៅ30ឬក៏40គីឡូ50ម៉ែត្រក៏បានដែរគឺវាបានឆ្ងាយមែនតើហើយវាមិនងាយនឹងដាច់ Bluetooth នោះទេជាទីបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាបានចំណាយពេលដ៏មានតម្លៃក្នុងការទស្សនានៅការ show project របស់យើងខ្ញុំសូមអរគុណ អារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា